គឺយើងចាប់ផ្ដើមធ្វើ icon menu ចឹងខ្ញុំចាប់ផ្ដើមគូ frame វាមួយមកតាមទំហំដែលរបស់គេមានខ្ញុំយកគេថាវា120ហើយទៅពុះវាគេថា92ហើយតោះមកយើងទៅយក color ដែលយើងបានចងហើយពណ៌ខ្មៅយើងទាញយកមកដាក់ខ្លាំង grid របស់យើងហើយរបស់គេមានកោងអញ្ចឹងខ្ញុំគិតថាកោងយើងប្រើ16ហើយដើម្បីឲ្យវា smooth តាមតែ smooth ទៀតដាក់វា60ចឹងខ្ញុំទៅយក icon នេះវាអត់ដូច 100% ប៉ុន្តែគាត់យើងយកមករៀនធ្វើតាមគេអញ្ចឹង size icon នេះវារៀងធំយើងប្រិចមកអញ្ចឹងដើម្បីប្រិចយើងអាចប្រើ scale ក៏បានឬក៏បើទម្លាប់របស់ខ្ញុំចូលចិត្តប្រើ scale shortcut អក្សរ K ចុចអក្សរ K មកយើង load scale វាវីដេអូយក38ក្នុងហ្នឹងដូចជាមានតិចមួយទៀតគេដាក់ថាកណន័យអញ្ចឹងមកគេវារៀងទូចដូរវាទៅ medium ដាក់ខ្សែវា14ដូរ font ជាប់14ហើយចាក់ទាញវាចូលដាក់វាចំកណ្ដាលអញ្ចឹងគម្លាតពី icon មកអក្សររបស់គេវារៀងឃ្លាតអញ្ចឹងយើងដាក់វា10ហើយយើងកលវាឲ្យចំកណ្ដាលហើយបន្តមកទៀតយើងអាចចុះ auto layout វាងាយស្រួលបែបនេះជាមួយខ្ញុំធ្វើឲ្យបងប្អូនមើលអញ្ចឹងខ្ញុំចង auto layout វានៅក្នុងហ្នឹងមកតង់សិន 10 អក្សរ A ហើយនៅក្រៅមកតង់នេះ10 អក្សរ A មកតង់ទៀតអញ្ចឹងគឺមាន3 menu មាន3 menu យើង copy មកហើយខ្ញុំចូលទៅយក icon នេះយើងប្រើខ្ញុំ copy ហើយខ្ញុំ click លើនេះខ្ញុំហាស់វា copy ហើយហាស់វានឹងចូលហើយយើងលុបអានេះចេញមកហើយបន្តមកទៀតយើង scale វាឲ្យវាមិន38ពីយើងហើយមានស្រួលបោកតិចទូទាត់អញ្ចឹងឃើញវាអត់នៅកណ្ដាលយើងដូរវាមកកណ្ដាលឬក៏កន្លែង layout ហ្នឹងតែតែយើងប្រើ fill ដាក់คลิกលើនោះមួយវានឹងរត់មកកណ្ដាលហើយយើងដាក់ auto layout យើងចំកណ្ដាលវាមកកណ្ដាលមួយទៀតអញ្ចឹងវា space វាអត់ទាន់ស្មើយើងយក icon យើងយកមកដាក់សិន
ខ្ញុំច្រឡំយក icon នេះយកប្រើ icon នេះ icon exchange rate อะไรដាក់យក icon នេះចូល scale 38ចឹងខ្ញុំទៅយក icon នេះទៀត transfer នេះ control C យកមកផាសនៅក្នុងនេះយកបច្ចាស់ចេញ scale វា38បូកតិចដាក់ថាទេប្រាក់ចឹងយើងបាន3មិននុយហើយអញ្ចឹងនៅពេលដែលយើង select លើវាដើម្បីឲ្យវាស្មើគ្នាយើងអាច click លើនេះមកវាចែកគ្នាស្មើអញ្ចឹងយើងចាប់ដើម copy វាអញ្ចឹងនៅនេះមាន3 icon ទៀតControl C Control V លោកបច្ចាស់ចេញដាក់ថ្មីចូលបរិក្សាយយើងអាចមួយទៀតដូរមកវិញតែជាទូទៅខ្ញុំអត់ដែរដល់ខ្ញុំសាកបានដូចគ្នាអត្រាលោកប្រាក់អញ្ចឹងនៅពេលដែលវាមានអក្សរ2ជួរអញ្ចឹងយើងអត់អាចទៅធ្វើដូចមុនបានធ្វើដូចមុនប៉ុន្តែវានឹងលោតចេញទៅនៅក្រៅជាមួយនឹងធ្វើវានឹងលោតមកក្រៅ auto layout របស់យើងអញ្ចឹងយើងคลิกលើ auto layout របស់យើងមកហើយយើងដូរវាទៅជា fill container កន្លែងនេះមួយទៀតដូរវាចំកណ្ដាលមកហាក់ដែរមានន័យថាវានឹងពាត់ជុំវិញទៅលើ content ឬក៏ element របស់យើងសងខាងបើ fill container មានន័យថាយើងអាចប្រិចព្រមទៅតាមសាយអក្សររបស់យើងអាចពេល content របស់យើងដល់នេះវានឹងធាក់frame នឹងទៅដល់ហ្នឹងដែរអាហ្នឹងក៏លើនៅការប្រើ auto layout អញ្ចឹងបើនេះចាំមើលខ្ញុំធ្វើវីដេអូទាក់ទងមួយ auto layout detail បន្តទៀតអញ្ចឹងយើងបន្តទៀតទៅយក scan Control C ខ្ញុំផាសកន្លែងនេះscan ឲ្យវាចេញក្រៅចឹងសិនណាមួយទៀតកាតយើងទៅយកកាតControl C You chose to walk, give what we had away. I hope you get what you're looking for. But babe, with me, you close the door on everything we could have been.
ការចឹងវាបានហើយដូចជានៅបន្តមកទៀតតមកទៀតវាមានបន្ទាត់នេះមួយហើយនឹងមីនុយ3ខាងក្រោមទៀតវាមាន3វាមានច្រើនប៉ុន្តែយើង design តែ3ហើយកន្លែងនេះអាច scroll មកបានទៀតចឹងយើងចាប់តាមធ្វើបន្តទៀតអញ្ចឹងនៅក្នុងពីបន្ទាត់មួយនឹងមកយើងចាប់តាមគូសយើងចង់ប្រើ shape នៃយើងមកគូសក៏បានវាមាន line យើងចង់ប្រើ pen tool យើងមកគូសក៏បានចឹងយើងយក line យើងមកគូសយើងចុច shift មួយហើយយើង open វាបានប៉ុន្តែបើគេដូចជាឃើញទូច